បាទជាសួរពុកម៉ែបងប្អូនថ្ងៃនេះដែរការខ្ញុំធ្វើបទបង្ហាញខ្លះៗពាក់ព័ន្ធនឹងការរៀបចំថ្នាលនិងការរៀបចំក្របពូជសម្រាប់នៃការដាំអាឡឹកអញ្ចឹងជំហានដំបូងដែលយើងចាប់ផ្ដើមទី1គឺយើងត្រូវរៀបចំដីឲ្យបានស្អាតសិនអញ្ចឹងដីហ្នឹងយើងត្រូវភ្ជួរណាបានចន្លោះទៅម្ដងឬក៏2ដងអញ្ចឹងចំពោះលំអាយដីនេះយើងភ្ជួរលើកទី1លើកទី2ដើម្បីអីដើម្បីកម្ចាត់ទៅលើស្មៅហើយយើងអាចសម្លាប់សត្វល្អិតមួយចំនួនដែលវាមាននៅក្នុងដីហ្នឹងអញ្ចឹងយើងត្រូវភ្ជួរហ្នឹងដើម្បីហាលដីហ្នឹងឲ្យបានស្អាតល្អរយៈពេល15ថ្ងៃឬក៏ចន្លោះអាចលើសហ្នឹងឬក៏ក្រោមហ្នឹងតាមស្ថានភាពដីបើសិនយើងខែប្រាំងយើងកុំទុកយូរពេកតែខែភាសាក៏យើងមើលដែរថាបើសិនវាមានស្មៅដុះអីច្រើនយើងធ្វើភ្ជួរម្ដងទៀតអញ្ចឹងណាអញ្ចឹងបន្ទាប់ពីការរៀបចំថ្នាលរៀបចំក្របពូជអញ្ចឹងមានថារៀបចំថ្នាលហ្នឹងគឺយើងធ្វើភ្ជួរចោលទុកមកលើដែរយើងថាមកលើហ្នឹងមានថារយៈពេលយ៉ាងហោចក៏10ថ្ងៃទៅ5-10ថ្ងៃដែរដើម្បីយើងចាប់ផ្ដើមរៀបចំហាច់រងមូលហេតុដែលយើងធ្វើលឿនពេកវាអាចនឹងទី1វាអាចក៏មាននៅក្នុងដីហ្នឹងវាអាចមានសម្ោចមេរោគអីវាមានរុនមានអីវាអាចបង្កប៉ះពាល់នៅដំណាំអាឡឹកយើងតែបើយើងបានភ្ជួរដាស់ទីម្ដងឬ2ដងដើម្បីឲ្យសត្វនឹងវាផ្អើលឬវារត់ដោយសារយើងមានភ្ជួរដីដាស់ទៅដាស់មកអញ្ចឹងណាអញ្ចឹងចំណុចហ្នឹងក៏វាជាផ្អែកមូលដ្ឋានមួយដែរសម្រាប់អ្នកដាំអាឡឹកអញ្ចឹងបន្ទាប់ពីយើងរៀបចំដីថ្នាលហើយយើងចាប់ផ្ដើមហាច់រងនេះដូចជាបងប្អូនមើលរូបភាពនេះលក្ខណៈនេះគឺហាច់រងឲ្យបងប្អូនអញ្ចឹងហាច់រងអញ្ចឹងគឺយើងដាក់ចាក់ជីអញ្ចឹងការជីបងប្អូនអាចស្វែងយល់នៅក្នុងវីដេអូផ្សេងហើយឬក៏បងប្អូនអាចតាមរំលំខ្ញុំក៏បានដែរការប្រើជីយើងប្រើជីអាចគោលាយនឹងជីគ្រាប់អញ្ចឹងជីគ្រាប់ខ្ញុំអត់ទៅកំណត់ថាជីមួយណាទេហើយបងប្អូនគិតថាប្រភេទជីដែលវាជំនួយរឹសគល់ដើម្បីលូតលាស់លាយជាមួយនឹងអាចគោអ្នកខ្លះគាត់ប្រើជីអាចមាន់លាយនឹងអាចគោលាយនឹងជីគ្រាប់តិចតួចជីធម្មជាតិយើងឬក៏ជីសរីរាង្គយើងមួយចំនួនយើងអាចដាក់ទ្រាប់បាទលើបានហើយអញ្ចឹងនៅពេលដែលយើងចាក់ជីនៅពេលដែលហាច់រងហើយយើងចាក់ជីចង់និយាយថាចំណុចនេះបងប្អូនត្រូវដាក់ឲ្យរៀងគួរសមដែរព្រោះអាឡឹកយើងអត់អាចដាក់ជីច្រើនដងទៀតទេអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើមរៀបចំគុំអញ្ចឹងចាប់ផ្ដើមរៀបចំគុំហើយគុំហើយពូជយើងត្រូវត្រៀមមកហើយអញ្ចឹងដែលយើងអាចត្រាំពូជមួយយប់ហ្នឹងមានន័យថាបុពូជអាឡឹកពីច្រើនគេត្រាំតែ1ម៉ោង2ម៉ោងបន្ទាប់មកគេដាក់សណ្ដែលជាមួយនឹងរបស់ដែលដាក់ដក់ទឹកណាឬកម្មាឬអីសាមហើយបន្ទាប់មកយើងផ្អាប់ទុកមួយយប់អញ្ចឹងស្អែកឡើងភ្លឺយើងអាចដាំបានហើយជាសកម្មភាពមួយដែលយើងដាំអញ្ចឹងយើងពូនរោងរបៀបហ្នឹងអានឹងដំណាក់កាលទី1របស់យើងបន្ទាប់ពីរៀបចំថ្នាលហើយគឺយើងចាប់ផ្ដើមដាំអញ្ចឹងចន្លោះការដាំរបស់យើងគឺយើងអាចអង្កាយដីតិចតួចទៅយើងដាក់មួយគ្រាប់ឬក៏2គ្រាប់ដែរចន្លោះវាអាចបើនិយាយបានទៅខែភាសាយើងអាចដាំរៀងកម្លៀតបន្តិចដោយសារខែនេះនឹងតែដុះល្អហើយអញ្ចឹងមានថាអាឡឹកហ្នឹងវាអាចដុះបានល្អអញ្ចឹងការដាំចន្លោះពី3ទឹក2ទឹកឬ3ទឹកមួយចន្លោះពីគុំ1ទៅគុំ1យើងអាចដាក់មួយគ្រាប់ឬក៏2គ្រាប់អញ្ចឹងការដាំគឺងាយស្រួលទេហើយចន្លោះអាចទេ3ថ្ងៃ4ថ្ងៃ5ថ្ងៃយើងនឹងឃើញដើមអាឡឹកនឹងចេញជ្រូករាងហើយទីទៀតខ្ញុំនឹងថតសកម្មភាពបន្តទៀតដោយសារវីដេអូនេះខ្ញុំបានតែប៉ុណ្ណឹងហើយទីទៀតពេលដុះខ្ញុំនឹងអាចថតជាវីដេអូបន្ថែមទៀតដើម្បីបញ្ចប់ទៅនៅវីដេអូនីមួយៗដោយសារជាផ្នែកណាអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនទស្សនាតាមដាន